ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យមួយគ្រួសារនៅភូមិទី2សង្កាត់វាលវង្សក្រុងកំពង់ចាមទទួលបានអំណោយពីកាកបាទក្រហមកម្ពុជានៅរុស្ស៊ីថ្ងៃសុក្រទី27ខែវិច្ឆិកាឆ្នាំ2025នេះអាយុដើមអ៊ុនចន្ទាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានចាត់ឲ្យអាយុដើមស្រីសុភ័ក្រលេខាធិការសាខារួមជាមួយអនុសាខាក្រុងបានអញ្ជើញចោះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាផ្ដល់ជូនគ្រួសាររងគ្រោះឈ្មោះតៅអ៊ិតអាយុ68ឆ្នាំរស់នៅជាមួយកូនប្រុសឈ្មោះលីហៀងអាយុ40ឆ្នាំដោយមានសតិមិនគ្រប់ស្ថិតនៅភូមិទី2សង្កាត់វាលវង្សក្រុងកំពង់ចាមខេត្តកំពង់ចាមដែលរងគ្រោះដោយអគ្គិភ័យមូលហេតុឆ្លងចរន្តអគ្គិសនីធ្វើឲ្យឆេះអស់ទាំងស្រុងហេតុការណ៍នេះកើតឡើងកាលពីម៉ោង 11:45 នាទីយប់ថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025នៅភូមិទី2សង្កាត់វាលវង្សក្រុងកំពង់ចាមខេត្តកំពង់ចាមអាយុដើមស្រីសុភ័ក្រក្នុងនាមអាយុដើមអ៊ុនចន្ទាប្រធានគណៈកម្មាធិការសាខាបានសម្ដែងការសោកស្ដាយជាពន់ពេកជាមួយគ្រួសាររងគ្រោះចំពោះឧបទ្ទវហេតុដែលកើតឡើងស្មានមិនដល់នេះនាំឲ្យខូចខាតទាំងលំនៅឋានបាត់បង់ទាំងទ្រព្យសម្បត្តិគ្មានសល់អាយុដើមលេខាធិការសាខាក៏បាននាំយកនៅបណ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់អាយុដើមអ៊ុនចន្ទាប្រធានគណៈកម្មាធិការសាខានិងអាយុដើមសន្តិបណ្ឌិតណេតសាវឿនប្រធានកិត្តិយសសាខាជាពិសេសពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចការសម្ដេចលោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ឬសាសនាអ្វីឡើយហើយទោះបីជាសម្ដេចប្រធានមិនបានអញ្ជើញមកដោយផ្ទាល់ក៏សម្ដេចលោកតែងបានចាត់តំណាងចុះអន្តរាគមន៍នាំយកអំណោយមនុស្សធម៌ជួយសម្រាប់ទុក្ខលំបាកជនរងគ្រោះទាន់ពេលវេលាតាមទិសស្លោកទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជាអាយុដើមស្រីសុភ័ក្របានក្រាបរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យប្រុងប្រយ័ត្នជាប្រចាំអំពីគ្រោះមហន្តរាយនានាពិសេសគ្រោះអគ្គិភ័យដែលអាចកើតមានគ្រប់ពេលវេលាប្រសិនបើមានការធ្វេសប្រហែសហេតុនេះមុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើងចង្ក្រានហ្គាសបិទកុងតាក់ជាមុនសិនពិសេសការតបណ្ដាញអគ្គិសនីត្រូវហៅអ្នកជំនាញមករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវជាមួយនោះត្រូវពង្រឹងស្មារតីទប់អារម្មណ៍ខិតខំប្រឹងប្រែងរកស៊ីសន្សំលុយកាក់បង្កើនចំណូលអាជីវកម្មសាជាថ្មីដើម្បីជួសជុលស្ដារលំនៅឋានឡើងវិញពិសេសយកចិត្តទុកដាក់ថែទាំសុខភាពអនាម័យស្អាត3យ៉ាងនិងសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានខ្ជាប់ខ្ជួនហើយចូលរួមជាមួយសហគមន៍ដើម្បីពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះមានអង្ករ50គីឡូក្រាមទឹកត្រី2យួរទឹកស៊ីអ៊ីវ2យួរមី2កែសតង់ធំ2ឃីត2សម្ភារៈផ្ទះបាយនិងថវិកាចំនួន1លានរៀល